Hello សួស្តីមិត្តភ័ក្តិទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងមករៀនអំពីការ configuration ទៅលើ switch ឬក៏ router អញ្ចឹងយើងប្រហែលជានឹងស្គាល់ហើយនៅក្នុងប្រព័ន្ធ network គឺយើងមាន switch យើងមាន router ដែល switch តួនាទីធ្វើអីគេ router មានតួនាទីធ្វើអីគេអញ្ចឹងភាគច្រើន router យើងស្គាល់ជាទូទៅនោះគឺស្គាល់ថាជា Wi-Fi អញ្ចឹងមនុស្សទៅគាត់ស្គាល់ Wi-Fi ប៉ុន្តែនៅក្នុងពាក្យបច្ចេកទេសក្នុង networking យើងគឺគេហៅថា router ហើយមួយទៀតគឺយើងមាន switch អញ្ចឹងអំពីហ្នឹងវាមានតួនាទីផ្សេងគ្នាគឺជាឧបករណ៍ដែលភ្ជាប់បណ្ដាញភ្ជាប់ network ហ្នឹងឯងហើយចំពោះ administrator នៅក្នុង networking ធ្វើការនៅក្នុង networking ហ្នឹងគឺគាត់ត្រូវការ configuration បានន័យថាគាត់ចូលទៅការកំណត់កែសម្រួលអញ្ចឹងឧបករណ៍ដែលមកថ្មីដូចជា router ឬក៏ switch ពេលដែលយើងទិញមកដំបូងយើងអត់បាន configuration គឺវាថ្មីវាអត់បានប្រើប្រាស់បានយើងត្រូវទៅ configuration ទៅកំណត់វាសិនអញ្ចឹងសូម្បីតែយើងហៅថា Wi-Fi ឬក៏ router នឹងក៏ដោយគឺយើងត្រូវការទៅ configuration វាជាមុនសិនទើបយើងអាចប្រើប្រាស់បានហើយអញ្ចឹងយកមកដំបូងយើងត្រូវមានខ្សែ console មួយយកខ្សែ console នោះដោតទៅកាន់ router បន្ទាប់មកយើងដោតមកកាន់កុំព្យូទ័រយើងមួយមកអញ្ចឹងយើងកំណត់ពីកុំព្យូទ័រយើងទៅកាន់ router នឹងយើងទៅការ config ឲ្យវាដំណើរការបានហើយយើង config វាបានហើយយើងក៏អាចconfig វាដើម្បីឲ្យយើងគេថា remote control ពីចម្ងាយឧទាហរណ៍ថាកន្លែងការងារយើងនៅគេថានៅសែនសុខចុះហើយផ្ទះយើងនៅច្បារអំពៅអញ្ចឹងឧទាហរណ៍ថានៅពេលដែល router ហ្នឹងមានបញ្ហាពេលគេប្រើមានបញ្ហាអញ្ចឹងយើងជា administrator តែយើងគួរតែទៅកន្លែងផ្ទាល់ឬក៏យើងធ្វើការដោះស្រាយបញ្ហាពីចម្ងាយអញ្ចឹងបើយើងទៅផ្ទាល់យើងខាត់ពេលនឹងឯងហើយវាយូរអញ្ចឹងបញ្ហាតិចតួចយើងអាចដោះស្រាយពីចម្ងាយបានយើងអាច remote ទៅ configuration ពីចម្ងាយបានយើងមិនមែនត្រឹមតែយើងដោតខ្សែ console ហើយបានយើងconfiguration បានទេគឺយើងអាច remote control បានដូចគ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងមកធ្វើការ configuration ទៅលើ router ហើយយើង config ទៅលើ router នឹងមានដូចជាការដាក់ password ជាដើមការកំណត់ IP address ហើយក៏យើងនឹងធ្វើការremote control ផងដែរអញ្ចឹងមេរៀននេះគឺក្នុង basic networking ហើយយើងធ្វើ basic configuration ទៅលើឧបករណ៍ router ជាគំរូហើយគឺយើងអាចយកវិធីសាស្ត្រហ្នឹងទៅ config ទៅលើ switch បានដូចគ្នាហើយយើងរៀនពីមូលដ្ឋានគ្រឹះយើងនឹងតទៅការ config បន្តទៀតមានដូចជាការ config ទៅលើឥឡូវយើងremote control ដែលប្រើប្រាស់ telnet ក្នុងមេរៀនហ្នឹងមេរៀនក្រោយគឺយើងនឹងប្រើប្រាស់ ASH អញ្ចឹងយើងនឹងចេះ telnet ហ្នឹងហើយបានយើងទៅរៀន ASH បានបន្ទាប់មកយើងទៅ config VLAN ទៀតគឺវាស្ថិតនៅក្នុងមេរៀន network ទាំងអស់អញ្ចឹងយើងផ្ដើមពីឥឡូវជាវីដេអូទី1នាំយើងទៅការ config ផ្សេងទៀតអញ្ចឹងយើងចូលទៅក្នុង Cisco Packet Tracker អូខេអញ្ចឹងយើងមានឧទាហរណ៍ថាយើងមាន switch មួយអូខេឥឡូវខ្ញុំយក router ខ្ញុំយក switch ខ្ញុំយក router នេះគឺជា router ហើយខ្ញុំ rename វាដាក់ថា R1 ចុះអូខេអញ្ចឹង router ហ្នឹងពេលដែលយើងទិញថ្មីមកវាមានលក្ខណៈបែបហ្នឹងវាស្តៀងអានេះរូបរាងវាគឺស្តៀង switch ដែរវាស្តៀង router Wi-Fi ទៅតាមផ្ទះយើងទេនេះគឺ router ដែលប្រើក្នុងប្រព័ន្ធ network ធំហើយដូចជាក្រុមហ៊ុនហើយអញ្ចឹងយើងមាន router មួយអញ្ចឹងពេលដែលយើងទិញថ្មីមកវាអត់ទាន់បានប្រើប្រាស់កើតទេយើងត្រូវទៅ config វាសិនអញ្ចឹងយើងមានកុំព្យូទ័រមួយខ្ញុំយក laptop ចុះហើយបន្ទាប់មកលើហ្នឹងវាមាន port console នៅលើ router ហ្នឹងអញ្ចឹងវាមាន port console យើងយកខ្សែមកខ្សែ console យើងនេះខ្សែនេះគឺខ្សែ console យើងដាក់មកលើនេះយើងឃើញហើយ
chừng mà chia sai console đó nè chẳng dừng giờ chuột máu vì port console đó dừng chuột mà computer dừng máu kia là OS 332 đấy là dừng chuột sai console ba ấy chẳng dừng giờ computer nó như tới config từ lơ router mình chẳng dừng trong một căn computer bao dừng hay dừng trong một căn desktop dừng trong một căn terminal hay dừng chơi ok chẳng dừng trong một căn terminal bao giờ cái này thì dừng tất cả config từ lơ router mình ok chẳng dừng ra command đảm bảo tới control tới configuration hay chỉ từ bốn nhân thời disable auto mình tích domain lookup chứng chỉ từ bốn nguyên miền là auto mình tích domain lookup nó là dùng vậy thì mình khó tới viên euro cho ra thời cho lại về dùng được ok như thế chứng dùng disable listen nó tầm bấy disable IP domain lookup nó dùng vậy thì đó no IP domain lookup ok chứng vậy nó no IP domain lookup chứng mình ca khó nơi cái này nữa nhưng chúng sẽ dùng bài console khó tế để dùng cho một cái command prompt tới chứng dùng từ cái cho terminal mà ông thiệt chứ thôi mà đó bây giờ dừng bằng máu viên trên kia router tại vì ở trên router lớn nhung từ cả enable ok mean something wrong cứ vị trên địa đi một đấy chắc là lớn nhung từ cả delete computer nằm cháo dùng đạo đồng thiệt mình computer muối mình xài console cho bị port console một căn computer tổ máu dùng cho từ terminal nơi đó đá cái cầu computer dùng miền port mình ok chấm chia từ 4 dương đừng thực hiện vô router mũi router nó dương truyền vào lại nè nó network device này hay dương truyền vô router 1.4 tập mũi này máu bắt đầu máu dương miền computer mũi nhưng mà para laptop chứ bây giờ máu dương miền sai console dương shop console một căn computer OS P32 đi máu chứ bây dương shop hai nhưng cho một căn computer bên dưới nhưng cho một căn desktop cho một căn terminal nhưng cho ok hay cho ăn nó hay enter từ đó máu viên cho một cái config từ là router mình nó tam giác console chính như khi mua router lại niệm chứ mà chỉ từ 4 môn này dựng pra từ cái config bán như enable xin chứng dương vậy enable trong máu hay enter chứng dương khởi lại một cái trên từng trụ của nhỉ tôi bây giờ enable hết chứng dương anh nhặt cho pra hay chứng dương từ cái config bây giờ cho config chứng dương configure configure dương enter mode với số tại configure là terminal man chứng dương enter một tiệt chứng dương config là terminal bây giờ cũng bố pra terminal chứng đâm bây cái mọi bây giờ vậy thì mình khó viên thu gas phải rồi dú mình mình cả kéo chứng dương miền comment cả bìa chứng cứ dương thử disable auto domain lookup automatic domain lookup chứng dương vậy thì thế no IP domain lookup tôi bây giờ quay phần năng hỏi dương đừng thứ cá chỉnh hostname cứ chia mua robot router à lớp mua router chứ nhưng mà trong bàn nó này mình chọn đã hostname viết là ta all one mình chứ như vậy cho nó hostname all one
chúng ta change từ cái all one chính như cái config ban phần năng ấy dừng bản đồ mua ở router bây giờ tôi mới thử tiện riêng config ở IP address chứ nhưng miền comment làm bay thì dừng config IP address bạn nè chẳng làm bay config từ lờ router rồi switch dừng miền comment ní auto domain log up mấy thì dừng bạn xem mấy host nếu bây giờ cũng nọ đấy chính như miền ở ca config từ IP address giống config IP nó cứ dân config từ port viết là switch là router bây giờ cứ bị miền port internet chẳng bị miền interface file internet chẳng là nhưng mà mở về để dương trong đọc xài chẳng ở đây bị miền chỉ cả bài file internet internet zone là zone internet zone là mỗi năng internet zone là bị vì mình port zone là mỗi là bị từ router mỗi năng chẳng dương admin thử từ thời thì lấy dương từ config từ port đó lấy muốn gì config dương ai sau 10 bàn phần chính như sẽ đủ số rắn như sẽ bạn đó nhưng ai mà mở configuration bạn chứ như khởi thà này cái này nhé nhưng miền interface chỉ cái bài zone muối hay nó pì trong bên đây thì router muối nó với miền port chấm luôn bảy chỉ rồi port zone thì muối lịch pì chứ như thì config IP chứ nhưng config từ lửa port lịch zone muối chẳng chẳng tôi dùng config port nó bạn dùng từ ra port những bạn dùng cho món config chẳng router tính nó ai ra bàn nói tôi dùng config bạn như này chứng dương nó miền the command mỗi kiểu interface và internet chứng dương khơi thành lớn với miền nó interface chỉ cần bit file internet là ấy chứng dương vậy mà nè chứng dương mình cầm nó interface dương vậy ta in nó dùng internet trên interface hay dương trong bàn chỉ cần bấy như vậy là ti nó dùng internet khi chỉ cần bit internet này chính từ dương trong port lịch mà nhưng trong từ config port lịch zone là zone ok ví dụ enter chính cho một cái all one config if này hay ok chính cho một cái port người này tới dương trong thời port nó mình này nhưng mà default cứ port nó bị admin IP address no IP address ok bắt đầu mà port nó bị mình vi shutdown thở việc toàn bản bao tên là này chẳng mộtពេលយើងអត់បានកំណត់ port ហ្នឹងគឺអត់បានប្រើហើយបានន័យថានៅលើ router ហ្នឹងគឺអត់បានប្រើអីបានទេយើងទៅ config ឲ្យ port ហ្នឹងប្រើបានទើបយើងយកទៅប្រើជា internet បានអញ្ចឹងយើងមានការកំណត់ IP វាសិនអញ្ចឹងយើងកំណត់ IP address វា add ចូលមកវាចេញ IP address ហើយយើងកំណត់ IP address វិញកំណត់ 192.168.1.1 បន្ទាប់មក IP ហ្នឹងក៏ត្រូវមាន subnet mask ដែរតែឥឡូវយើងអត់រៀនដល់ subnet mask យើងគាត់ទៅដាក់សិនមកពី255.255.255 សូយើង enter បន្ទាប់មកយើងទៅធ្វើទៀតយើងទៅ no shutdown ពីព្រោះ port មួយហ្នឹងយើងដាក់ IP វាមែនប៉ុន្តែវានៅ shutdown អញ្ចឹងយើងទៅមកប្រើប្រាស់យើងទៅ no shutdown បានន័យថាយើងត្រូវបើក port ហ្នឹងជាងវាយ comment no shutdown ពី enter ចឹងយើងបាន config IP address បានហើយយើង exit មកចឹងយើងចេញពី port មួយហ្នឹងហើយកាន់ config ទៅលើ port មួយហ្នឹងលេងយើងធ្វើអីទៀតយើង configure ទៅលើ console password អញ្ចឹង console password ហ្នឹងមិនទៅយើងស្វែងយល់សិនអ្នកនរគ្នានៅពេលដែលយើងដោត console ទឹកពី router ហើយមក computer របស់យើងអាច config បានប្រហែលអ្នកគ្នាអាហ្នឹងពេលដំបូងបំផុតពេលយើងទិញមកប៉ុន្តែយើងនឹងកំណត់ password នៅពេលដែលមាន user ផ្សេងឬក៏យើងនឹងឯងក៏ដោយពេលក្រោយនៅពេលដែលយើងដោត console បានន័យថាយើងចង់ config ទៅលើ router មួយហ្នឹងអញ្ចឹងយើងទាមទារ password សិនបើយើងទៅ config ដោយប្រើប្រាស់ខ្សែ console នឹងបានពីព្រោះយើងការពារនៅពេលដែលមានជនណាផ្សេង
តែមិនមែនជា administrator ដែលគាត់គ្រប់គ្រងនៅលើប្រព័ន្ធ network នៅលើ router មួយនឹងឬក៏ switch នឹងឬក៏ database គេហៅថានៅលើ server មួយហ្នឹងអញ្ចឹងយើងចង់ឲ្យមានផ្សេងមកប៉ះពាល់យើងត្រូវកំណត់ permission ត្រូវកំណត់ password អញ្ចឹងថ្ងៃក្រោយទៅពេលដែលចង់ config ចង់ផ្លាស់ប្ដូរអីកំណត់អីត្រូវតែមាន password សិនដូចតែយើងប្រើទូរស័ព្ទយើងអញ្ចឹងយើងអត់ចង់ឲ្យអ្នកដទៃមកប៉ះពាល់ទូរស័ព្ទយើងអញ្ចឹងយើងកំណត់ password អញ្ចឹងដូចគ្នានៅលើការ config ទៅលើខ្សែ console ហ្នឹងគឺយើង config ទៅលើ port console ហ្នឹងឯង port ដែលយើងដោត port ហ្នឹងគឺជា port ដែលយើងធ្វើការ config អូខេអញ្ចឹងយើងមកមើល comment របស់យើងអញ្ចឹងយើងកំណត់ទៅលើ console password របស់យើងទៅអញ្ចឹងយើងវាយ comment អីគេយើងវាយ comment ឥឡូវខ្ញុំដាក់នៅនេះមកទៅណាអូខេអញ្ចឹង comment ដែលយើងវាយគឺ line console 0អូខេអញ្ចឹង line console 0មានន័យថា port console របស់យើងវាមាន port console តែមួយអញ្ចឹងយើងដាក់លេខ0អញ្ចឹងមកបន្ទាប់មកយើងកំណត់ password ឲ្យវា password អញ្ចឹងខ្ញុំដាក់ចំណាំ password console ដាក់1 2 3ចុះអូខេខ្ញុំដាក់1 2 3ខ្ញុំ enter បន្ទាប់មកយើងបញ្ជាក់ពាក្យថា login អញ្ចឹងមានន័យថាគឺប្រើសម្រាប់នៅពេល login នៅប្រើ console អញ្ចឹងខ្ញុំ exit ខ្ញុំ do show run យើង run មើល configuration ដែលយើងបាន config អីខ្លះអញ្ចឹងនេះគឺ policy zone យើងបានកំណត់ IP វាមិញហើយយើង no shutdown គឺវាអាចប្រើ port លេខ0បានហើយអញ្ចឹងយើងមើលទៀតយើងឃើញយើងមាន line console 0របស់យើងមាន password ដំបូងគឺអត់មានទេតែឥឡូវយើងមាន password ហើយ login ទៀតនៅលើ console មួយហ្នឹងអញ្ចឹងបន្ទាប់ទៀតយើងធ្វើអីគេទៀតបន្ទាប់ទៀតគឺយើងធ្វើការ config ទៅលើ telnet password អញ្ចឹងអា telnet ហ្នឹងដូចខ្ញុំនិយាយមិញអញ្ចឹងគឺបច្ចុប្បន្នគឺយើង config ដោយប្រើប្រាស់អីគេខ្សែ console ហើយយើងដាក់ password លើ console ប៉ុន្តែអាហ្នឹងបានតែយើងទៅមកដល់ទីតាំងនៃតែមាន router ហ្នឹងមកយើង config បានប៉ុន្តែខ្ញុំចង់ remote ពីចម្ងាយមក config ពីចម្ងាយគឺយើងមានវិធីសាស្ត្រមួយទៀតគឺ telnet គឺយើងធ្វើពីចម្ងាយអាច config កែប្រែ troubleshoot ទៅលើ router ពីចម្ងាយមកអញ្ចឹងយើង config ទៅលើtelnet ទៀតអញ្ចឹងយើងទៅ config ទាំងអស់គ្នាឥឡូវយើងវាយ comment line vty 0/4 អញ្ចឹងកន្លែងហ្នឹងមានន័យថាម៉េចយើងកំណត់ថានៅពេលដែលគេ remote តាមរយៈ telnet ហ្នឹងយើងឲ្យ user អាច access បានប្រហែលអ្នក0 ដល់ 4ដល់គ្នាគឺចំនួន5អ្នកអញ្ចឹងមានន័យថាក្នុងពេលតែមួយអាចមាន user ចំនួន5ដែលគាត់អាច remote ទៅលើប្រើប្រាស់ទៅលើគេហៅថា remote control នឹងបានពីចម្ងាយទៅលើ router មួយហ្នឹងអូខេយើងវាយ comment បែបហ្នឹងមកបន្ទាប់មកយើងទៅកំណត់ password ដូចគ្នាមិញខ្សែ console យើងកំណត់ password ឥឡូវយើង config ពីចម្ងាយគឺយើងត្រូវការទាមទារ password ផងដែរអញ្ចឹងយើងកំណត់ password ខ្ញុំដាក់ថាអូខេខ្ញុំឆែកមើលសិនខ្ញុំគួរតែដាក់1 2 3 4អានេះយើងដាក់មិនក៏បានដែរប៉ុន្តែខ្ញុំដាក់ចំណាំរបស់ខ្ញុំស្រួលទៅគឺ1 2 3 4ហ្នឹងយើងគ្រាន់តែធ្វើការ testing យើងដាក់ស្រួលជាងមកតោះមកយើងបញ្ជាក់ login ដូចគ្នា process គឺស្ទៀងទៅនឹងការដាក់ទៅលើ console នោះទេអញ្ចឹងយើងធ្វើការ exit ខ្ញុំធ្វើការ do show run យើង run មួយ configuration ដែលយើងបាន config អីខ្លះមិញឥឡូវយើងបាន config នេះ vty បានន័យថាទៅលើ telnet ហ្នឹងឯងគឺយើងបានកំណត់ password ឲ្យវាអូខេ
តើមកយើងធ្វើអីគេទៀតគឺ config enable password privilege mode password អញ្ចឹងយើងកំណត់ទៅលើ enable password ទៀតអ្នកគ្នាចងចាំទេមិញនៅពេលដែលយើងបដើមដំបូងមកនៅពេលដែលយើងបើក Cisco មកហើយយើងចូលទៅកាន់ការ config អញ្ចឹងវាទាមទារឲ្យយើង enable មិញខ្ញុំសរសេរ comment enable ដំបូងគេមកអស់នៅពេលដែលយើងចូលមកកាន់ការ config អញ្ចឹងសារក្រោយនៅពេលដែលគេចូលម្ដងទៀតបើគេចង់ enable គេទៅដាក់ password មកតអូខេអញ្ចឹងគេទាមទារ password មកតបន្ទាប់មកទាមទារ password console មកតទៀតអាហ្នឹងបើគេ configuration តាម console ហើយបើយើង config ទៅលើ Telnet គឺទាមទារពីរដងគ្នាជាមួយ enable password ហើយនឹង password ទៅលើ Telnet ហ្នឹងអញ្ចឹងយើងដាក់កាន់តែច្រើន security កាន់តែខ្ពស់យើងអត់ចង់ឲ្យអ្នកដទៃងាយសុកមកអាចកែប្រែ configuration របស់យើងបានវាអាចមានបញ្ហាហ្នឹងយើងការពារ attacker អញ្ចឹងយើង set enable password យើងវាយពាក្យថា enable អញ្ចឹងមកហើយយើង set password ខ្ញុំដាក់1.15ខ្ញុំដាក់ password ងាយស្រួលចាំទេព្រោះយើងធ្វើការ testing តែប៉ុណ្ណោះអញ្ចឹងយើងកំណត់ enable password ហើយឥឡូវខ្ញុំ do show run ចឹងមិញយើងបានកំណត់ enable password ខ្ញុំទៅមើលសិនកន្លែងដែលយើងកំណត់ enable password នេះអ្នកគ្នានៅលើគេនេះកន្លែងនេះ hostname យើងកំណត់ថា all1 ហ្នឹងអានេះ enable password 1.15ប៉ុន្តែអ្នកគ្នាឃើញចំណុចមួយ password គឺគេមើលឃើញទាំងអស់អញ្ចឹងគេនៅតែអាចលួច password ហើយចូលមកលួចចូលប្រើប្រាស់ configuration យើងដូចគ្នាអញ្ចឹងនេះគឺជាបញ្ហាអញ្ចឹងយើងនឹងធ្វើការ encrypt password ទាំងអស់ហ្នឹងវាឲ្យ attacker មើលយល់ទេអញ្ចឹងសារក្រោយគឺគាត់អាចមក log in បានទេព្រោះយើងបំលែងវាទៅជា password ដែលមើលអត់យល់ហើយ encrypt ហ្នឹងគឺយើងបំលែង password ពីតិចធម្មតាទៅជាមើលអត់យល់អញ្ចឹងយើងមាន command យើងធ្វើការ encrypt ដូចគ្នាអញ្ចឹងយើងវាយថា service password encryption ហើយយើង enter អូខេអញ្ចឹងយើង do show run យើងទៅមើលបន្តទៀតអ្នកគ្នានឹងឃើញអ្វីប្លែកនៅត្រង់នេះអ្នកនរគ្នាឃើញ enable password ទៅជាលេខឬអក្សរដែលយើងមើលយល់តែម្ដងហើយយើងមកមើលទៅលើconsole password ហើយនិង Telnet password គឺយើងមើលអត់យល់គ្នាដែរអញ្ចឹងកន្លែងហ្នឹងយើងបាន encrypt អីគេអាចមកលួចមើលបានទេអញ្ចឹងបន្ទាប់ពីយើងធ្វើប៉ុណ្ណឹងហើយយើងធ្វើអីទៀតអ្នកគ្នាអញ្ចឹងយើងបាន config ទៅលើ router រួចជាស្រេចអ្នកគ្នា router របស់យើងគឺ config ទៅប៉ុណ្្នឹងឯងអត់មានអីច្រើនទេអញ្ចឹងយើងចូលមកកាន់ Cisco យើងវិញអញ្ចឹងខ្ញុំទៅការបើកសិនឧទាហរណ៍ខ្ញុំលុបកុំព្យូទ័រនេះចោលខ្ញុំ delete ហើយ router មួយ config ហើយមិនអញ្ចឹងឧទាហរណ៍ថាពេលក្រោយមកទៀតយើងយកកុំព្យូទ័ររបស់យើងដាក់មកហើយយើងចង់ config តែយើងមាន permission អីខ្លះយ៉ាអញ្ចឹងយើងយកខ្សែ console យើងភ្ជាប់មកកាន់ port console ភ្ជាប់មកកុំព្យូទ័ររបស់យើងអូខេអញ្ចឹងយើងចូលមកកាន់ desktop ចូលមកកាន់ terminal យើងចុច OK អញ្ចឹងយើងនៅពេលដែលយើងបើកមកយើងឃើញrouter មួយហ្នឹងមានគេហៅថាឈ្មោះរបស់វា hostname គឺជា all1 អូខេតែពិតបើកមកវាមិនមែនអញ្ចឹងទេអ្នកនាងអញ្ចឹងខ្ញុំ exit អស់សិន
nhạc này chẳng cái lại nó cứ tiêm tí enable password này nè cái lại chẳng dùng exit đó mình thử chẳng lúc p đại dương đau từ cam console luôn từ bộ port kia tôn oi từ config ấy tổng này này cái việc tiêm tí nó user access verification we verify đại dương chỉ user xin đây ai châu pra bàn chính việc từ cá side console bây giờ đọc side console này chẳng như thử cá password console mỗi bị bệnh ok chẳng như bây giờ chúng đã password console nhưng ai cho một cái router ng bàn Discord mua router này chẳng ở dưới từ cá pra với những enable chẳng như quay comment enable nhưng mình thấy sẽ từ viết tiếp password một đòn tiền chẳng với TCP tóm này là nhé chẳng nhưng đã password ở enable password bao nhiêu cứ bị muối từ đọc răng ok chẳng bây giờ chúng đã tới bị trộn một cái O1 sinh nhạc trong chút chẳng như từ càng configuration được bảo vệ thấp nó chẳng như ai từ config ban này nè bênนี้คือ open nhà chẳng như config đời bảo vệ side consoleคือយើងយកមកដោតហើយយើងដាក់ password ពីរតង់តែឧទាហរណ៍ថាយើងនៅឆ្ងាយតែយើងចង់ config អញ្ចឹងដែរយើងធ្វើមិនអ្នកនេះចឹងខ្ញុំមានកុំព្យូទ័រមួយទៀតនេះចឹងបើយើង remote ពីចម្ងាយឧបករណ៍ network ស្គាល់គ្នាតាមរយៈ IP មានអត់គ្នាចឹងបើនៅ IP range តែមួយគឺកុំព្យូទ័រហ្នឹងអាចស្គាល់គ្នាបានទេតែយើងអត់មានឧទាហរណ៍ធ្វើទេនៅពេលហ្នឹងគឺយើងតេស្តទៅលើគេហៅថា physical ចឹងឧទាហរណ៍ថាកុំព្យូទ័រមួយនៅជិតហ្នឹងខ្ញុំយកខ្សែ RJ45 ខ្ញុំដោតពី port លេខ0ហ្នឹងមកខ្ញុំចូលមកកាន់កុំព្យូទ័ររបស់ខ្ញុំ file internet មកចឹងនឹងអ្នកគ្នាប្រកាសជាស្គាល់ហើយport internet របស់យើងគេថាខ្សែ network ដែលយើងហៅសាមញ្ញដែលយើងដោតទៅមាន internet ប្រើចឹងយើងដោតយើងយកពីដោតពី router យើងដោតមកកាន់កុំព្យូទ័ររបស់យើងអញ្ចឹងខ្ញុំឧទាហរណ៍ថាជាការ remote ចុះពីចម្ងាយព្រោះយើងអត់អាច remote បាននៅលើ simulation នេះអញ្ចឹងយើងចូលទៅកាន់ការកំណត់ស្មោះសួរថា router របស់យើងវាមាន IP អត់អ្នកនរគ្នានៅពេលដែលយើងប្រើ port លេខ0ហ្នឹងគឺយើងបានកំណត់ IP រួចហើយអ្នកគ្នា port លេខ0យើងគឺយើងបានកំណត់មិញអ្នកគ្នាគឺ 192.168.1.1 ចឹងយើងដោតមកកាន់កុំព្យូទ័រដើម្បីឲ្យកុំព្យូទ័រយើងទៅតាក់ទងបានយើងត្រូវកំណត់នៅក្នុង range ដូចគ្នាចឹងយើងចូលមកកាន់ desktop យើងចូលមកកាន់ IP configuration យើងវាយ 192.168.1 ចុចប៉ុន្មានអ្នកគ្នាចុច2មកព្រោះrouter នេះគឺចុច1ឥឡូវចឹងទៅទុយនេះយើងដាក់ចុច2នៅលើកុំព្យូទ័រហ្នឹងមកអូខេចឹងយើងបានកំណត់រួចរាល់ចឹងយើងប្រើ command prompt ខ្ញុំទៅការ IP config យើងសូថាកុំព្យូទ័រមួយហ្នឹងមាន IP ប៉ុន្មានចឹងយើងមាន IP address រួចរាល់ហើយយើង ping ទៅកាន់ router ស្គាល់អត់នៅពេលដែលយើង ping ហើយវាចេញ TTL បែបហ្នឹង time បែបហ្នឹងមកន័យថាយើង ping ទៅស្គាល់ហើយកុំព្យូទ័រហើយនិង router ស្គាល់គ្នាទៅពេលដែលស្គាល់គ្នាបានន័យថាយើងក្នុង range IP តែមួយហើយអញ្ចឹងស្គាល់គ្នាយើងអាចទៅធ្វើការ remote បានអញ្ចឹងខ្ញុំ remote ដោយប្រើប្រាស់ telnet អូខេអញ្ចឹងយើង remote ប្រើប្រាស់ telnet គឺយើង my command យើងដូចជា telnet អ្នកគ្នាអញ្ចឹងយើងបាយថា telnet ទៅកាន់ IP មួយហ្នឹងគឺ IP របស់ router ព្រោះយើងចង់ configure router ដោយ remote នៅពេលដែលយើងចូលដំបូងដូចគ្នាគឺវាទាមទារ access verification គឺវាទាមទារនៅ password នៅលើ telnet ព្រោះយើងបានកំណត់ password ឲ្យ telnet មិន user គ្រប់គ្នាឲ្យតែមាន IP ក្នុង range ជាមួយទៅអាច configure បាននេះគឺត្រូវការដាក់ password អញ្ចឹង password telnet គឺខ្ញុំបានកំណត់ឲ្យវា 1 2 3 4អូខេ
ok time out password expire nhưng mình cho sao mấy ok trong mình du pic ở dương xe lửa tới dương cho bàn tránh đã password ở tên này dương tới dương cho dương cho config dương enable thôi này enable vì tìm tiếp password một tầng tiếp như là enable password đó enable password dưới 15 dương thực cá config chứng nơi bên đi auto hold chạy đánh dương đặt sai và tái cao có tới dương tầm nam oi ca để dương config pi titan ngày muối từ cam router bởi dương còn tầm miền IP một range tầm muối hai dương từ cam tên này từ cam IP bỏ router tới kia dương này cho mà config bạn tái dương thử tìm tiếp password đi to cứ password cái password từ là tên này bằng tóm hay nữa là bây cho từ cam config tới dương từ cam enable password tiếp là bây enable user mới được ra chống chúng ta khai config từ là router bởi những cứ mình là phần này các bất mình chỉ làm tiếp một tay như cái chữ basic configuration đại dương tất cả cho từ partner router mình nó bằng cứ tiêm tiền permission tiêm tiền password cho mình pi tổng chứ vì tao dưỡng cứ về cô xóm ở vì dương xung bị chọc trong một phần đó hay dương như video tốt biết ông pi can configuration video tốt dương thua là việc năng đại vận tải dương config được tập ra ASA độ sáng nay khi dương ra tên này vận tải xong bị chạy tháo tên này phải cho bọn kia lại tập ra hỏi vô biết unsecurity bị unset chứng là vì dương remote nó cứ user ai capture nơi cái hạt comment đại dương send từ căn server rồi có router bao nhiêu bạn trong miền của thạch trong pua server bao nhiêu maintain giống cái thời gian security là một con network đó cái ASA để vi miễn cả encryption nơi command send communicate nơi bên đấy operator rồi có administrator có tất cả configuration năng này giống dương riêng bị basic internet trong dương từ riêng ASA nhưng bắt đầu bị dương vô bị ASA hỏi dương tới riêng bị cả config cài được trong từ lời VLAN giống chúng xung bị trong video automation dương bắt đầu chụp những video khởi tiền xong cùng